មនុស្សយើងត្រូវហ្វឹកហាត់ឲ្យចេះទទួលយករបស់ដែលគេចមិនផុតដោយសេចក្តីស្ងប់មនុស្សខ្លះទោះជាបានដឹងហើយថាវាត្រូវតែយ៉ាងនឹងឯងមិនអាចគេចជៀសទៅណារួចឡើយតែនៅតែមិនព្រមសុខចិត្តដដែលនៅតែកន្ទុកកន្ទិញគិតតែពីសោកសៅខូចចិត្តឬមិនដូច្នោះទេក៏ច្រើនទៅដោយទោសៈឃើញអ្នកណាឬរបស់អ្វីចេះតែទាស់មុខទាស់មាត់ទៅទាំងអស់ការមិនព្រមសុខចិត្តចំពោះសភាពពិតចេះតែសោកសៅឬខឹងក្រោធនោះมันអាចធ្វើឲ្យសេចក្តីទុក្ខសំបីតែបន្តិចបន្តួចថយចុះបានឡើយមានតែបន្ថែមពីលើទុក្ខដែលមានស្រាប់ហើយឲ្យរឹងរិតតែចម្រើនឡើងតទៅទៀតព្រោះហេតុដូច្នោះមនុស្សឆ្លាតទៅអប់រំចិត្តឲ្យចេះទទួលស្វាគមន៍នៅអ្វីដែលគេចមិនផុតដោយសេចក្តីស្ងប់កាលបើមាននៅសេចក្តីស្ងប់ក្នុងចិត្តហើយហេតុការអាក្រក់ឬហេតុការដែលយើងគិតថាអាក្រក់នោះក៏នឹងបានល្អឡើងវិញម្យ៉ាងទៀតហេតុការដែលយើងគិតថាអាក្រក់ក្នុងពេលនេះអាចត្រឡប់คล้ายទៅជាមានផលល្អនៅពេលខាងមុខក៏បានមានគ្រួសារមួយរស់នៅក្នុងវត្តព្រះសង្ឃក្រោយមកវត្តត្រូវការទីត្រង់នោះសាងសេនាសនៈសម្រាប់វត្តក៏សូមឲ្យគ្រួសារនោះឯងរើកន្លែងចេញពីវត្តដោយផ្ដល់ប្រាក់ឲ្យត្រឹមតែតម្លៃរើប៉ុណ្ណោះគ្រួសារនោះបានគិតថាជារឿងអាក្រក់សម្រាប់ជីវិតរបស់ពួកគាត់ខ្លាំងណាស់ពួកគាត់កើតទុកទោមនស្សតោះចិត្តដល់ក្រៃលែងតមកពួកគាត់ក៏កាត់ចិត្តបានរួបរวมទ្រព្យសម្បត្តិដែលមាននិងខ្ចីអ្នកដតីខ្លះទៀតខំថ្មិញអត់ធន់ចំពោះរឿងដែលកើតឡើងតែងផ្ទះបានមួយនៅក្រៅវត្តតមកទៀតមិនជាយូរប៉ុន្មានផងក៏សងបំណុលគេរួចម្លោះហើយគ្រួសារមួយនេះក៏មានផ្ទះនិងដីជារបស់ខ្លួនឯងរស់នៅយ៉ាងសប្បាយក្រោយមកទៅគិតថាបានមកជាយ៉ាងដូចនេះព្រោះគេឲ្យចេញពីដីរបស់វត្តនោះឯងប្រសិនបើអ្នកវត្តមិនធ្វើយ៉ាងនេះទេម្លេះសមត្រូវនាំគ្នានៅនឹងដីវត្តរហូតស្លាប់ហើយត្រូវនៅតកូនតចៅទៀតផងរឿងរ៉ាវផ្សេងទៀតមានច្រើនសន្ធឹកសន្ធាប់ណាស់ដែលក្រោយមកបានคล้ายទៅជារឿងល្អសម្រាប់ជីវិតព្រោះហេតុដូច្នេះអ្វីដែលកើតឡើងអ្វីដែលបានមកដល់ទាំងដែលយើងមិនអាចគេចឲ្យផុតទៅបានសូមឲ្យយើងទទួលស្វាគមន៍ដោយចិត្តស្ងប់និងចាត់ទុករឿងរ៉ាវក្នុងជីវិតជាមេរៀនឯជីវិតជាកន្លែងហ្វឹកហាត់ក្មេងដែលនៅជាមួយម៉ែឪឬដែលនៅជាមួយគ្រូអាចារ្យដែលម៉ែឪឬគ្រូអាចារ្យនោះមានការតឹងតែងប្រឹកព្រៀនទូលមានប្រដៅបើធ្វើខុសត្រូវទទួលទោសទទួលទណ្ឌកម្មយ៉ាងនេះក្មេងនោះឯងរមែងមិនពេញចិត្តនឹងមានការចង្អៀតចង្អល់ដោយប្រការផ្សេងក្មេងនោះគេបានទទួលនៅសេចក្តីលំបាកខ្លះក្នុងរយៈពេលនៃជីវិតខាងដើមរបស់គេប៉ុន្តែលុះដល់គេបានធំឡើងគេនឹកអរគុណចំពោះឪពុកម្ដាយអរគុណដល់គ្រូអាចារ្យគឺគេដឹងគុណថាដែលអាត្មាអញបានមកដល់ថ្នាក់នេះព្រោះលោកអ្នកទាំងនោះបានតឹងតែងប្រឹកព្រៀនទូនមានមកនឹងឯងចំណែកក្មេងដែលធ្វើអ្វីបានស្រេចតែនឹងចិត្តរស់នៅគិតតែពីសប្បាយលុះដល់ជួបប្រទះនៅសេចក្តីទុក្ខលំបាកក្នុងវ័យខាងចុងទើបដឹងខ្លួនថាមានការខុសទៅហើយក្នុងការរៀបចំដំណើរជីវិតខាងដើមរបស់ខ្លួននោះឯងនៅក្នុងព្រះពុទ្ធសាសនាព្រះពុទ្ធជាអង្គម្ចាស់ទ្រង់ដាស់តឿនថាសភាវៈដែលយើងគេចមិនផុតគឺចាស់ឈឺនិងស្លាប់ព្រាត់ប្រាសនិងផលវិបាករបស់កម្មដែលខ្លួនបានធ្វើហើយព្រះអង្គទ្រង់ដាស់តឿនឲ្យយើងពិចារណាជារឿយភាពជាអ្នកមានហេតុផលសូមឲ្យពុទ្ធបរិស័ទច្បាស់លាស់ក្នុងចិត្តធ្ងន់ក្នុងចិត្តឥតសង្ស័យថាអ្វីទាំងអស់ក្នុងលោកប្រព្រឹត្តទៅតាមហេតុតាមបច្ច័យយើងមិនអាចជ្រើសរើសយកនៅអ្វីតាមសេចក្តីពេញចិត្តបានឡើយមានហេតុមានបច្ច័យយ៉ាងណាវារមែងប្រព្រឹត្តទៅយ៉ាងនោះកាលមានហេតុមានបច្ច័យឲ្យសុខសេចក្តីសុខក៏កើតឡើងកាលមានហេតុមានបច្ច័យឲ្យទុក្ខសេចក្តីទុក្ខក៏កើតឡើងមានហេតុមានបច្ច័យឲ្យចម្រើនក៏ចម្រើនទៅមានហេតុមានបច្ច័យឲ្យអ្វីណាកើតអ្វីនោះរមែងកើតតាមហេតុតាមបច្ច័យនឹងឯងអ្វីទាំងអស់ដែលជាសង្កតធម៌មានបច្ច័យតាក់តែងឲ្យកើតឡើងរមែងមិនជាឥស្សរៈដោយខ្លួនឯងឡើយត្រូវជាប់តាក់ទងនឹងបច្ច័យមានការប្រែប្រួលជាកំណត់និងមិនប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នាត្រូវការរបស់បុគ្គលណាទេ
បើគ្រប់យ៉ាងប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នារបស់បុគ្គលហើយនោះតើអ្នកណាក្រអ្នកណាមានរោគអ្នកណាមិនស្អាតហើយអ្នកណាដែលមានទុក្ខព្រោះគ្រប់គ្នាប្រាថ្នាបាននៅទ្រព្យសម្បត្តិប្រាថ្នាសុខភាពបរិបូរណ៍ប្រាថ្នាស្អាតប្រាថ្នាសុខតែនេះដោយហេតុថារបស់ទាំងអស់ប្រព្រឹត្តទៅតាមហេតុតាមបច្ច័យទើបយើងមិនអាចបានតាមប្រាថ្នាថារបស់នេះចូលទៅជាយ៉ាងនោះចុះចូលកុំជាយ៉ាងនេះដូច្នេះឡើយដែលមានខ្លះប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នានោះដូចជាយើងប្រាថ្នានឹងក្រោកឡើងហើយដើរទៅយើងក៏បានក្រោកឡើងហើយដើរទៅបានមែននេះព្រោះមានហេតុមានបច្ច័យប្រសិនបើខ្វះហេតុខ្វះបច្ច័យប្រកាសជាដើរទៅពុំបានឡើយដូចជាអ្នកជំងឺខ្លះដែលប្រាថ្នានឹងក្រោកអង្គុយប៉ុន្តែមិនអាចក្រោករួចបានការមាននៅមនសិការៈធ្ងន់ចិត្តចុះសុបទៅក្នុងលក្ខណៈពិតរបស់សង្ខារថារបស់ទាំងឡាយទាំងពួងប្រព្រឹត្តទៅតាមហេតុតាមបច្ច័យហើយលះបង់នៅសេចក្តីប្រកាន់ចោលបាននេះរាប់ថាជាថ្នាំដ៏ប្រសើរសម្រាប់បំបត្តិនៅសេចក្តីទុក្ខក្តៅតាមផ្លូវចិត្តព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាការមិនមានកង្វល់ការមិនប្រកាន់នោះឯងគឺជាទីពឹងដ៏ប្រសើររបស់អ្នកដែលនៅក្នុងមហាសាគរគឺវដ្តសង្សារមិនមានទីពឹងដទៃក្រៅអំពីនេះឡើយយើងក៏បីធ្វើជាមនុស្សដឹងហេតុផលគុណធម៌មួយនេះជួយឲ្យចិត្តរបស់យើងស្ងប់រងាប់បានច្រើនណាស់ព្រោះយល់ព្រមទៅតាមការពិតថាផលរមែងមកតាមហេតុឬហេតុបង្កឲ្យកើតផលល្អឬផលអាក្រក់ដែលយើងបានទទួលនោះរមែងជាប់តាក់ទងអំពីហេតុល្អបង្កឲ្យកើតផលល្អហេតុអាក្រក់បង្កឲ្យកើតផលអាក្រក់ហើយហេតុនោះយើងជាអ្នកធ្វើដោយខ្លួនឯងយ៉ាងហោចណាស់ក៏មួយចំណែកធំដែរដែលយើងជាអ្នកធ្វើនោះនៅពេលដែលបានទទួលផលល្អមនុស្សយើងច្រើនតែប្រញាប់ប្រញាប់ទទួលយកដោយក្តីរីករាយនិងគិតថាជាលទ្ធផលនៃការងារដែលខ្លួនបានធ្វើប៉ុន្តែនៅពេលដែលទទួលផលអាក្រក់វិញហេតុដូចម្ដេចបានជាមិនសូវសុខចិត្តព្រមទទួលហើយច្រើនតែទម្លាក់ទោសទៅឲ្យអ្នកដទៃទៀតផងថាជាអ្នកបង្កហេតុនោះទៅវិញមនុស្សមានហេតុផលរមែងមានចិត្តធ្ងន់រឹងប៉ឹងប្រកបច្បាស់លាស់ហើយព្រមទទួលយកទាំងផលល្អទាំងផលអាក្រក់ការព្រមទទួលយកនៅហេតុផលតាមសេចក្តីពិតនោះឯងគឺជាកូនសោដ៏សំខាន់សម្រាប់ចាក់ចូលទៅរកការដោះស្រាយនៅបញ្ហាដែលសុទ្ធតែជាបញ្ហាលំបាកក្នុងការដោះស្រាយប្រសិនបើមិនព្រមទទួលយកការពិតទេនោះពាក្យថាមនុស្សមានហេតុផលដោយសេចក្តីថាជាមនុស្សដឹងហេតុដឹងផលនឹងឯងគឺរមែងជាអ្នកសម្លឹងមើលហេតុផលដោយជុំវិញនិងដោយសពគ្រប់មិនមែនត្រឹមតែហេតុផលផ្ទាល់ខ្លួនប៉ុណ្ណោះទេដែលមនុស្សមានហេតុផលបានយល់ដឹងនោះទោះហេតុផលរបស់អ្នកដទៃក៏ដោយក៏គេរមែងយល់ដឹងបានតាមការពិតផងដែរមនុស្សមានហេតុផលរមែងទទួលនៅការចាំបាច់របស់អ្នកដទៃដែលអ្នកដទៃនោះគេត្រូវធ្វើតាមការចាំបាច់របស់គេប្រសិនបើយើងស្ថិតនៅក្នុងសភាពដូចជាគេយើងក៏អាចធ្វើដូចគេដែរមនុស្សម្នាក់មានការចាំបាច់ក្នុងជីវិតមិនដូចគ្នាឡើយហើយច្រើនតែព្រមចាញ់ចំពោះការចាំបាច់របស់ខ្លួនឯងនោះទៀតផងការចាំបាច់បានចាប់បង្ខំឲ្យត្រូវតែធ្វើយ៉ាងនោះដើម្បីដោះស្រាយឬកែខៃបញ្ហារកផ្លូវចេញពីភាពតច្រកសិននៅក្នុងសេចក្តីនេះមនុស្សអ្នកមានហេតុផលរមែងមិនអាងដល់ការចាំបាច់ហើយប្រព្រឹត្តធ្វើនៅអំពើឆ្កៀងឆ្កងនោះឡើយព្រោះបើចេះតែអាងដល់ការចាំបាច់ហើយធ្វើនៅអំពើអាក្រក់អញ្ចឹងអ្នកណាក៏អាងបានគ្រប់គ្រានិងអាចអាងទៅគ្រប់រឿងទៀតផងនៅពេលដែលមានរឿងចម្លែកឬរឿងអាត់កំបាំងអ្វីមួយមនុស្សយើងត្រូវការចង់ដឹងហេតុផលខ្លាំងណាស់ព្រោះជាធម្មតារបស់មនុស្សយើងគឺរមែងត្រូវការចង់ដឹងហេតុផលតែងតែស្រាវជ្រាវរាវរកហេតុផលមិនមែនងាយយល់ឡើយព្រោះហេតុផលជារឿងអាត់កំបាំងគប់ត្រូវទៅក្នុងធម្មជាតិការឃើញហេតុហើយគិតដៅទៅរកផលការឃើញផលហើយស្រាវជ្រាវរាវរកហេតុក្តីរមែងមានការលំអៀងខុសអំពីការពិតព្រោះហេតុតែខ្វះបញ្ញាមានការយល់ខុសទៅនៅក្នុងហេតុផលនៃធម្មជាតិនោះដោយប្រការៈផ្សេងច្រើនបែបច្រើនយ៉ាងសូម្បីតែហេតុផលក្នុងបច្ចុប្បន្នក៏គង់នឹងដៅទៅត្រូវភ្លាត់ផ្លាតផងដែរ
តិចលើកណាស់ដែលនឹងដៅទៅត្រូវបានប្រកបព្រោះមុននឹងផលកើតឡើងគឺនៅរវាងហេតុនិងផលនោះត្រូវមានហេតុដតីជ្រៀតជ្រែកចូលមកធ្វើឲ្យផលដែលសង្ឃឹមនោះត្រូវបដូរផ្លាស់ការងារស្រែចម្ការមុខចំនួនជួញដូរលាក់រមែងមានហេតុដតីជ្រៀតជ្រែកចូលមកធ្វើឲ្យផលដែលយើងនឹងសង្ឃឹមត្រូវប្រែប្រួលអស់តួយ៉ាងដូចជាអ្នករៀនម្នាក់ជាសិស្សពូកែមានសតិបញ្ញាល្អមានការប្រព្រឹត្តត្រឹមត្រូវសុខភាពមាំមួននិងជាប់លេខ1នៅក្នុងការប្រឡងសាកទៀតផងនេះគឺជាហេតុអាស្រ័យទៅលើហេតុនេះឯងយើងក៏បានដៅទៅរកផលថាសិស្សម្នាក់នេះពិតជាប្រឡងជាប់ហើយបានពិន្ទុល្អទៀតផងលុះដល់ពេលប្រឡងសិស្សម្នាក់នេះឯងបែរជាបានពិន្ទុតិចហើយត្រូវរៀនត្រួតថ្នាក់ជាបន្តទៀតពោលគឺប្រឡងធ្លាក់នឹងឯងដែលទៅជាយ៉ាងនេះវាអាចមកអំពីពេលមុនប្រឡងនិងពេលកំពុងតែប្រឡងនោះសិស្សម្នាក់នេះមានការមិនស្រួលផ្លូវកាយឬមិនសប្បាយផ្លូវចិត្តអាចមានរឿងនាំឲ្យមានកង្វល់ក្នុងចិត្តច្រើនដែលជារឿងនៅក្នុងក្រុមគ្រួសារដូចនេះជាដើមនេះគឺជាហេតុដតីដែលជ្រៀតចូលមកហើយបានធ្វើឲ្យផលដែលយើងគិតដៅទុកនោះមានការបដូរផ្លាស់នៅមានតួយ៉ាងច្រើនទៀតណាស់ដែលក្នុងរឿងរ៉ាវនោះបង្កប់ទៅដោយហេតុផលអត់កំបាំងព្រោះដូច្នេះទើបនៅក្នុងโลกនេះមានអ្នកយល់ខុសដោយប្រការៈផ្សេងច្រើនបែបច្រើនយ៉ាងការฝึกហាត់អប់រំខ្លួនឲ្យបានទៅជាមនុស្សមានហេតុផលឬជាមនុស្សយល់ដឹងធ្វើអ្វីតែងគិតគូរហេតុផលឲ្យបានច្បាស់លាស់ជាមុននោះគឺមានគោលសំខាន់ច្រើនប្រការដូចជាហាត់ពិគ្រោះពិចារណាចំពោះរឿងរ៉ាវផ្សេងដែលបានរៀនដឹងនិងបានស្ដាប់បានឮមកពិគ្រោះពិចារណាឲ្យបានយល់ហេតុផលនៃរឿងនោះអាចជាការហាត់គិតលែងទៅក៏បានដែររៀនអប់រំទូនមានចិត្តឲ្យត្រង់វាចាក់នៅអគតិ4យ៉ាងគឺមិនលំអៀងព្រោះស្រឡាញ់មិនលំអៀងព្រោះស្អប់មិនលំអៀងព្រោះល្ងងនិងមិនលំអៀងព្រោះការភ័យខ្លាចព្យាយាមស្ដាប់ពាក្យអប់រំទូនមានឲ្យបានច្រើនបើឆ្ងល់ឲ្យចេះសួរនិងចេះធ្វើទុកក្នុងចិត្តចាប់យកហេតុផលពីគ្រប់ហេតុការផ្សេងដែលកើតឡើងចំពោះខ្លួនឯងនិងកើតឡើងចំពោះអ្នកដទៃមនុស្សដែលយល់ដឹងអំពីហេតុផលច្បាស់រមែងលះបង់នៅបាបអកុសលក្នុងខ្លួនជាអ្នកមិនមាននៅអ៊ីសាគឺការច្រណែននិងលៀបយុះរបស់អ្នកដទៃឡើយជាការពិតហើយមនុស្សយើងគ្រប់គ្នាព្រមទាំងធម្មជាតិទាំងអស់សុទ្ធតែមានហេតុផលរៀងខ្លួននិងផ្សេងគ្នាដូច្នេះយើងមិនអាចមានលៀបមានយុះឬមាននៅអ្វីទាំងអស់ឲ្យដូចជាអ្នកដទៃបានទេមនុស្សដែលយល់អំពីហេតុផលតាមសេចក្តីពិតមិនច្រណែនមិនទាមទារនៅសម្បត្តិអ្វីដែលអ្នកដទៃគេមានបាននោះឡើយក៏ដូចជាមិនច្រណែនមិនទាមទារនៅជំងឺពីអ្នកឈឺឬវិបត្តិភយន្តរាយផ្សេងទៀតដែលអ្នកដទៃត្រូវបានទទួលនោះដែរជាធម្មតារបស់មនុស្សដែលមិនយល់អំពីហេតុផលរមែងមាក់ងាយអ្នកដែលទាបជាងខ្លួនហើយរមែងច្រណែននឹងអ្នកដែលខ្ពស់ជាងខ្លួនដូច្នេះដើម្បីកម្ចាត់បងនៅការមាក់ងាយអ្នកដទៃនិងសេចក្តីច្រណែនក៏បីសិក្សាពិចារណាឲ្យយល់អំពីហេតុផលរបស់ជីវិតនិងហេតុផលរបស់ធម្មជាតិគ្រប់យ៉ាងគឺក៏បីឲ្យតាំងនៅក្នុងភាពជាអ្នកដែលមានហេតុផលនឹងឯងរឹងមាំឡើងណាកូនកូនមានម្ដាយដួលហើយត្រូវតែក្រោកណាកូនជីវិតរបស់កូននៅវែងឆ្ងាយណាស់កូនមិនត្រូវបញ្ឈប់ដំណើរជីវិតរបស់កូនត្រឹមតែប៉ុណ្្នឹងទេនាវាជីវិតរបស់កូនត្រូវតែទៅមុខជានិច្ចទោះបីជាត្រូវឆ្លងកាត់ព្យុះភ្លៀងរលកសមុទ្រយ៉ាងណាក៏កូនកុំចុះចាញ់ឲ្យសោះកូនហើយជាធម្មតាជីវិតតែងតែជួបឧបសគ្គអញ្ចឹងឯងគ្មាននរណាគេចផុតបានឡើយតែសំខាន់កូនត្រូវតែរឹងមាំដើម្បីឆ្លងកាត់វាម៉ែជឿជាក់ថាកូនអាចធ្វើបានកូនរបស់ម៉ែពូកែណាស់គឺកូនពូកែតស៊ូពុះពីដោះស្រាយបញ្ហាគ្រប់យ៉ាងកូនរបស់ម៉ែពូកែទ្រាំគឺទ្រាំដោយទីបំផុតទ្រាំដោយភាពរឹងមាំកូនត្រូវជួយយោងខ្លួនឯងឲ្យផុតពីភាពអន្តការដ៏ខ្មៅងងឹតនៃជីវិតនេះឲ្យបានណាកូនកូនត្រូវតែរឹងមាំឲ្យបានគ្រប់គ្រាន់ដើម្បីបានជាទីពឹងសម្រាប់ខ្លួនឯងព្រោះគ្មាននរណាម្នាក់ដែលជាទីពឹងដ៏ប្រសើរក្រៅពីកូនខ្លួនឯងឡើយខ
Luôn côn này hơi đại chỉ tì bưng đo sầm khăn rồi bỏ côn. Bỏ côn tuôn chriê tai nạ nà kê nâng một chui côn bàn nu. Bục mài ai chỉ tì bưng rồi bỏ côn bàn. Tai nâu bê để bục mài nâu miên chịu vật tai phần nâu. Bục mài mình ai chỉ tì bưng rồi bỏ côn rồi hốt bàn lời. Bê ọt bị bục mài từ côn trâu tại tì bưng luôn ai. Chui luôn ai, bưng luôn ai. Tớp chịu vật côn bàn phlưu vàng. Côn cũng đầy chăm preng sầm nàng, rư đầy chăm cá bon sron, pro cá bon sron rư preng sầm nàng. Vía mình ai cạo lang bàn tề, bờ côn mình sang vía lang nụ tề. Côn trong bàn phòi phai cá, tai côn mình đan mình đo xa pro pui pi khang đàn tề. Ta ao tổ bàn phai cá một bị nạ bay. Giang nà bờ côn trong bàn chỉ vật muối đây là o pro sa. Tôi tại côn preng prai sang vía được luôn ai. Hai đầm bay sang chỉ vật rồi bỏ côn oi là o pro sa tàu bàn. Bắt đam đầm bồn cứ côn trâu tờ rừng muom, pro hiệp rừng muom. Việc cứ chữa krư để chui tục chui trô chỉ vật côn còn oi uol bàn. Đôi chân này hai tàu mai tay tập rạp côn chỉ rười thà. Côn mai trâu tờ rừng muom. Bà côn rừng muom miên nạ nà một chiếc choan chỉ vật côn bàn lại. Tai bà côn tôn chê hai chỉ vật côn nâng trâu kì mơn nghi mình khàn. Côn bật chế sạch nè. Côn chế tí sơ lành. Công ăn chật bố tay côn kết hà khôn ai mình sạch. Riêng mình sao khua. Xâm bol mình sao sò. Hai côn công ăn chật. Bố tay mình miên nạ chạp ả rõm lờ rụp côn. Rừng mình miên nạ cây bài tay côn. Cây chế tà mơ rùm lông côn. Tam ca bật côn sạch nè. Côn tên nẹ tầng ổn nụ. Mơ mình khơi phiếp sạch rồi bó côn tay bần nô. Tay xâm rạp mày. Côn rồi bỏ mai cứ sạch cột giang tên o. Nẹ nà thà côn ạc rõ. Cà bật côn mình ạc rõ tê. Côn là o nè. Cứ côn mình chất là o. Nẹ nà thà côn tiếp. Cà bật côn mình tiếp tê. Cứ côn khpua. Cứ khpua đào chạy để giam bì để diệt thay thân nô. Nẹ nà thà côn khmau. Cứ côn mình khmau tê. Côn so nè. Cứ so bố côn miên chất so bà rô sơ thua. Sao là thua nâng sao chi vật thua. Phía chá lộc bố tha ạc rõ tới cho oi ta là o. Cro có cro tới cho oi ta miên. Chân yết cho tìa. Công oi tay chân yết chất. Ạc rõ có ạc rõ cho. Công oi tay chất ạc rõ. Khmau có khmau cho. Công oi tay chất khmau. Côn rộ bó mai mời bì kháng krau miên xong bò sổ ạp. Mình so, mình sạch. Mình khpua có bật mẹn. Đại kháng nông rộ bó côn cứ sạch khăn nè. Đại phiếp sạch đi, mình ai mơ khơi đợi kéo phần này bàn lại. Tỏ tay xung lần mơ đợi bách đô, tập khơi. Ta côn do group sạch một vừa vầy, bà chất côn khmau có khóa, mình sạch, mình là ọ phong nâng. Ta côn banប្រយោជន៍អ្វីអំពីរូបស្អាត និងបានប្រយោជន៍អ្វីអំពីសម្បុរសនោះ រូបស្អាតតែមានយិត្តមិនបាន គេនឹងតេះអ៊ីកូនថាខ្លួនសដូចចានមានយិត្តមិនបានដូចឆ្កែក្រោមផ្ទះមិនខានឡើយ ដូច្នេះទោះបីកូនមានរូបអាក្រក់ក៏ដោយតែកូនមានមារយាទល្អខ្ពង់ខ្ពស់ថ្លៃថ្នូរកូនចេះញញឹមដាក់អ្នកដតីមិនឆ្មើងឆ្មៃកូនចេះរុះរេរាក់ទាក់រាប់អានញាតិមិត្តមិនវារឹកប៉ុណ្ណឹងកូនក៏ខ្លាចជាមនុស្សដែលស្អាតបាតទៅហើយណាកូនបើស្អាតតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេទាល់តែស្អាតទាំងកាយស្អាតទាំងវាចាស្អាតទាំងចិត្តទើបឈ្មោះថាជាមនុស្សស្អាតគ្រប់យ៉ាងគឺស្អាតហើយល្អទៀតស្អាតដោយកាយគឺមិនយកកាយទៅប្រព្រឹត្តបៀតបៀនជីវិតរបស់អ្នកដទៃមិនលួចទ្រព្យសម្បត្តិគេនិងមិនដណ្ដើមភរិយាស្វាមីរបស់អ្នកដទៃដែលគេមានម្ចាស់ហួងហែងថែរក្សាស្អាតដោយវាចាគឺមិននិយាយភូតភរកុហកបោកប្រាស់មិននិយាយចាក់រុកអុចអាលឲ្យគេបែកគ្នាមិននិយាយញុះញង់ឲ្យគេឆ្លោះទាស់តែងគ្នាមិននិយាយពាក្យរយរាយឥតប្រយោជន៍មិននិយាយបញ្ចាចបញ្ចើជេរបញ្ចោលៀបពណ៌គ្នាដោយប្រើប្រាស់អាវុធគឺវាចាស្អាតដោយចិត្តគឺចិត្តមិនសម្លឹងរំបីចង់បានទ្រព្យរបស់គេមិនកាត់ចងអាឃាតជាបាតគំនុំគុំគួនគេនឹងមានគំនិតយល់ត្រូវល្អអាក្រក់បនបាបគុណទោសខ្ពស់ទាបជឿបនជឿកម្មជឿផលនឹងជឿតែធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ធ្វើបនបានបនធ្វើបាបបានបាបទាំងអស់នេះហើយណាកូនជាភាពស្អាតដែលកូនគួរតែប្រាថ្នាចង់បានរូបកាយកូនខ្មៅតែចិត្តកូនសរាងកូនមិនល្អតែរឹកកូនខ្ពស់
ឈ្មោះកូនមិនល្បីតែស្ដីពីរោះមិនបានសម្រស់តែកិត្តិយសមានកូនសូមអរគុណអ្នកម្ដាយរាល់ពេលកូនលំបាករកពេលកូនមានសេចក្តីទុក្ខរកពេលកូនជួបបញ្ហានៅក្នុងជីវិតរកពេលដែលកូនបាក់ទឹកចិត្តតែងតែមានវត្តមានរបស់ម៉ែមកជួយកូនជានិច្ចម៉ែគឺជាព្រះដែលជួយប្រោសប្រានកូនឲ្យរស់ម្ដងហើយម្ដងទៀតពេលដែលកូនជួបឧបសគ្គនានានៅក្នុងជីវិតម៉ែតែងចេញមុខមកជួយដោះស្រាយជួយខ្វាយខ្វល់និងផ្ដល់កម្លាំងចិត្តឲ្យកូនម៉ែរួមសុខរួមទុក្ខជាមួយកូនគ្រប់ពេលវេលាទាំងអស់អរគុណម៉ែដែលតែងតែនៅក្បែរកូនរាល់ពេលកូនមានទុក្ខលំបាកឬរាល់ពេលដែលកូនឈឺម្ដងម៉ែតែងយកចិត្តទុកដាក់ថ្នាក់ថ្នមការពារមើលថែកូនរហូតអរគុណម៉ែដែលតែងតែនៅចាំលើកទឹកចិត្តចាំលួងលោមកូននៅពេលដែលកូនអស់សង្ឃឹមកូនបាក់ទឹកចិត្តម៉ែប្រាប់ឲ្យកូនរឹងមាំឲ្យកូនតស៊ូដើម្បីជំនះឧបសគ្គជីវិតឲ្យបានអរគុណម៉ែដែលតែងតែជួយលើកកូនឲ្យក្រោកនៅពេលដែលកូនដួលម្ដងហើយម៉ែតែងតែដាស់តឿនក្រានរំលឹកកូនជានិច្ចឲ្យកូនព្យាយាមក្រោកងើបឈរដោយខ្លួនឯងព្រោះពេលអត់ពីម៉ែទៅគ្មានអ្នកណាជួយលើកកូនឲ្យក្រោកក្រៅពីការប្រឹងប្រែងក្រោកដោយខ្លួនឯងឡើយអរគុណម៉ែដែលមិនបោះបង់កូនចោលនៅពេលដែលកូនមានទុក្ខម៉ែតែងតែផ្ដល់ភាពកក់ក្ដៅផ្ដល់ទំនុកចិត្តផ្ដល់ម្លប់ឲ្យកូនជ្រកនៅពេលដែលកូននឿយហត់និងផ្ដល់ស្នាមញញឹមយ៉ាងបរិសុទ្ធឲ្យកូនមានកម្លាំងចិត្តដើរទៅមុខទៀតអរគុណម៉ែចំពោះការលះបង់គ្រប់បែបយ៉ាងដើម្បីកូនមិនថាពេលវេលាទ្រព្យសម្បត្តិកម្លាំងកាយចិត្តឬមិនថាជីវិតក៏ម៉ែហ៊ានលះបង់ដើម្បីកូនដែរអរគុណម៉ែចំពោះពាក្យទូលមានព្រាមប្រដៅល្អដែលម៉ែទូលមានរាល់ថ្ងៃព្រោះចង់ឲ្យកូនក្លាយជាមនុស្សល្អកូនល្អសិស្សល្អមិត្តល្អនៅក្នុងសង្គមការលះបង់របស់ម៉ែមកលើកូនគឺច្រើនណាស់ដែលកូនមិនអាចរៀបរាប់ឲ្យអស់បានឡើយតែកូននឹងចងចាំរាល់ទង្វើល្អអំពើល្អគ្រប់យ៉ាងរបស់ម៉ែដែលម៉ែធ្វើមកលើកូនដល់រាបដល់កូនសូនជីវិតកូនស្រឡាញ់ម៉ែប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 ាញ់ម៉ែកែប្រែនិងផ្លាស់ប្ដូរកូនអើយមានឆន្ទៈតែខ្វះសេចក្តីព្យាយាមមានសេចក្តីព្យាយាមតែខ្វះការយកចិត្តទុកដាក់មានការយកចិត្តទុកដាក់តែខ្វះការពិចារណាក៏មិនអាចឲ្យការងារកូនបានសម្រេចជោគជ័យដែរចង់ជោគជ័យចង់សម្រេចការងារតូចធំចង់មានទ្រព្យសម្បត្តិចង់មានចំណេះដឹងវាមិនមែនបានមកពីការអុជធូបបន់ស្រន់សំពះថ្វាយបង្គំសុំឬខ្ជិលច្រអូសដេកផ្សងសំណាងរួចរត់ទៅរកព្រះសង្ឃស្រោចទឹកដោះគ្រោះនោះទេគឺបានមកពីការប្រឹងប្រែងដោយខ្លួនឯងដើមឈើដែលធំវាអាចផ្ដល់ម្លប់ដល់ត្រឈឹងត្រឆៃសម្រាប់មនុស្សសត្វជ្រៅកោនបំបត្តិភាពនឿយហត់ត្រជាក់ខ្លួនត្រជាក់ចិត្តបានតែមុននឹងបានដើមឈើធំក៏ត្រូវការយកចិត្តទុកដាក់និងការការពារពីមនុស្សផងដែរយ៉ាងណាមិញចំណេះវិជ្ជាវាជាទីពឹងដ៏ធំធេងរបស់កូនតែមុននឹងបានចំណេះវិជ្ជាក៏ទាមទារឲ្យកូនមានការខិតខំប្រឹងប្រែងរៀនសូត្រដូចគ្នាភាពខ្ជិលច្រអូសវាគឺជាហេតុដែលនាំឲ្យកូនវិនិច្ឆ័យគ្រប់យ៉ាងវិនិច្ឆ័យទាំងការងារវិនិច្ឆ័យទាំងទ្រព្យសម្បត្តិវិនិច្ឆ័យទាំងចំណេះវិជ្ជានិងវិនិច្ឆ័យទាំងពេលវេលាដូច្នេះបើកូនចង់ផ្លាស់ប្ដូរខ្លួនឯងគឺត្រូវចាប់ផ្ដើមពីការកែប្រែជាមុនសិនកូនត្រូវប្រែពីភាពខ្ជិលច្រអូសទៅជាឧស្សាហ៍ព្យាយាមប្រែពីការគិតបែបអវិជ្ជមានទៅជាមានគំនិតបែបវិជ្ជមានប្រែពីចរិតរឹងរូសទៅជាចរិតរឹងមាំប្រែពីចិត្តទន់ជ្រាយទៅជាចិត្តទន់ភ្លន់ប្រែពីនិយាយច្រើនលេះលោះឥតប្រយោជន៍ទៅជានិយាយតិចតែធ្វើច្រើននិយាយរួមគឺថាកូនត្រូវរៀនកែប្រែនិងផ្លាស់ប្ដូរទម្លាប់អាក្រក់របស់កូនចេញទើបមានសង្ឃឹមថាជីវិតរបស់កូននឹងបានរីកចម្រើនកែប្រែទម្លាប់អាក្រក់របស់ខ្លួនសិនមុននឹងទៅកែប្រែអ្នកដទៃជួយខ្លួនឯងសិនមុននឹងទៅរកអ្នកដទៃឲ្យជួយ